ពូនទាំងអស់គ្នាហើយខ្ញុំចង់បង្ហាញទៅទងនឹងដំណាំម្ទេសដៃនាងដែលមើលទៅគឺផ្លែវាល្អមែនទែន បាទក្នុងខែនេះទេសភាពពិតជាស្រស់ស្អាតហើយអមជាមួយនឹងទេសភាពនៅតាមដងផ្លូវលំនៃខាងស្រុកម្លៃគឺទេសភាពស្អាតមែនទែនបាទហើយអមជាមួយនឹងភ្នំដែលមើលទៅខៀវស្ងាត់ហើយខ្យល់បក់រវិចធ្វើឲ្យអារម្មណ៍នៃការជិះម៉ូតូដំណើរកម្សាន្តបែបតាមស្រុកស្រែចម្ការធ្វើឲ្យអារម្មណ៍របស់យើងស្រស់ស្រាយមែនទែននេះជាអ្វីដែលយើងជួបនៅពេលដែលយើងចុះមកតាមស្រុកស្រែចម្ការហើយយើងបានឃើញភ្នំបានឃើញស្រែចម្ការក៏ដូចជាដំណាំអីផ្សេងនៅបងប្អូនប្រជាកសិករក៏ដាំនៅតាមស្រុកស្រែចម្ការដែលធ្វើឲ្យអារម្មណ៍របស់យើងរីករាយនឹងទទួលផលជាមួយនឹងពួកគាត់ផងដែរខ្ញុំចង់បង្ហាញទៅទងនឹងដំណាំម្ទេសដៃនាងដែលមើលទៅគឺផ្លែវាល្អមែនទែនបាទបងប្អូនឃើញតែផ្លែគឺចាប់អារម្មណ៍មែនទែនមិនថាខ្ញុំឬក៏បងប្អូនប្រជាកសិករផ្សេងទៀតដែលជាអ្នកជួយចិត្តក្នុងការដាំដុះបន្លែដូចគ្នាបាទយើងឃើញថាម្ទេសមួយនេះគឺផ្លែគឺធំមែនទែនជ្រងដូចម្រាមដៃអញ្ចឹងបាទយើងសង្កេតឃើញថាមានក្រហមមានក្រហមហ្នឹងគឺផ្លែម្ទេសទុំហើយពណ៌ខៀវហ្នឹងគឺផ្លែម្ទេសខ្ចីបាទសម្រាប់ម្ទេសដៃនាងនេះគឺងាយស្រួលក្នុងការថែទាំក៏ដូចជាការដាំដុះមែនទែនផ្លែរបស់វាគឺធំល្អបាទ
សម្រាប់ទឹកដីម្លៃនេះគឺនៅក្នុងខែ9នៃឆ្នាំ2025នេះគឺអំណោយផលមែនទែនត្បិតតែយើងឃើញតំបន់ផ្សេងទៀតគឺទទួលរងនៅទឹកភ្លៀងច្រើនប៉ុន្តែនៅខាងម្លៃគឺអត់បញ្ហាទេបងប្អូនបាទដោយសារតែនៅខាងម្លៃគឺតំបន់ដីដែលក្បែរនឹងជើងភ្នំដីខ្ពស់ល្អអញ្ចឹងការលូតលាស់របស់ម្ទេសគឺបងប្អូនសង្កេតឃើញនៅក្នុងវីដេអូអញ្ចឹងគឺផ្លែគឺល្អមែនទែនគឺជ្រងដូចម្រាមដៃអញ្ចឹងបងប្អូនបាទចំពោះការដាំដុះរបស់កសិករគឺកសិករគាត់អត់បានគ្របថង់ផ្លាស្ទិកទេគឺក៏ដាំលាតអញ្ចឹងពិបាកនៅក្នុងការសម្អាតស្មៅបន្តិចយើងដឹងហើយថាខែវស្សាគឺស្មៅដុះលឿនមែនទែនបងប្អូនបាទអញ្ចឹងបើសិនអត់សម្អាតទេគឺស្មៅវានឹងដុះប្រជែងជីថ្នាំក៏ដូចជាជំរោគនៅសត្វល្អិតផងដែរបាទសម្រាប់តម្លៃម្ទេសបងប្អូននៅខាងស្រុកម្លៃគឺកសិករគាត់ថាបាន1គីឡូគឺបាន7,000រៀលក្នុង1គីឡូបាទអញ្ចឹងតម្លៃនេះគឺជាតម្លៃដែលល្អមែនទែនសម្រាប់ដំណាំម្ទេសអញ្ចឹងបងប្អូនប្រជាកសិករគឺធ្លាប់ដឹងហើយថាតម្លៃប៉ុណ្ណាគឺល្អសម្រាប់ដំណាំមួយប្រភេទនេះបាទម្ទេសគឺជាដំណាំមួយប្រភេទដែលល្អជាងដំណាំដទៃទៀតដោយសារតែយើងអាចប្រមូលផលបានយូរហើយចំពោះការថែទាំគឺមិនសូវជាស្មុគស្មាញប្រឈមនឹងជំងឺឬក៏សត្វល្អិតអីប្រហែលទេសម្រាប់ខែវស្សានេះគឺអំណោយផលមែនទែនបើសិនជាយើងមានដីទួលឬក៏ដីទំនេរទួលអីហ្នឹងយើងអាចដាំដុះបានបើសិនជាដីដែលជាប់ទឹកឬក៏លិចទឹកគឺដំណាំម្ទេសមួយនេះអាចនឹងធន់នឹងទឹកលិចទេបងប្អូនបាទអញ្ចឹងយើងអាចជ្រើសរើសនៅប្រភេទដីទួលបានបាទគឺដើមវាទូចទេប៉ុន្តែផ្លែគឺផ្លែច្រើនមែនទែនបាទផ្លែរបស់វាគឺស្ទើរតែច្រើនជាងស្លឹកម្ទេសទៅទៀតបាទនេះគឺជាម្ចាស់ចំការដែលបងប្អូនប្រុសគាត់កំពុងតែសម្អាតស្មៅនៅចន្លោះរោងម្ទេសបាទដោយសារតែខែវស្សាគឺស្មៅដុះច្រើនមែនទែនអញ្ចឹងយើងសម្អាតរបស់វាទៅហើយតិចទៀតយើងអាចនឹងចងខ្សែដើម្បីពាត់ការពារដើមរបស់វាកុំឲ្យបាក់ព្រោះម្ទេសគឺជាដំណាំមួយប្រភេទដែលវាស្រួយមែនទែននៅពេលដែលវាផ្លែច្រើនគឺអាចបាក់ដើមដែលធ្វើឲ្យប៉ះពាល់ទៅដល់គុណភាពដើមរបស់វាឬក៏អាចងាប់ផងដែរបាទគឺផ្លែគឺជ្រងគឺស្អាតមែនទែនបាទហើយចំពោះម្ទេសដែលកសិករកដាំនេះគឺជាពូជរបស់ត្បូងពេជ្រអញ្ចឹងបងប្អូនកសិករដែលធ្លាប់មើលវីដេអូខ្ញុំកន្លងមកគឺបងប្អូនអាចសិក្សាបានច្រើនហើយទាក់ទងនឹងពូចម្ទេសដែលយើងមាន 4-5 ពូជអាស្រ័យទៅលើការចង់បានក៏ដូចជាទីផ្សាររបស់បងប្អូននៅខាងនោះបាទអញ្ចឹងនេះគឺជាពូចម្ទេសត្បូងពេជ្របាទពូជត្បូងពេជ្រគឺវាផ្លែរាងធំល្អបងប្អូនណាយើងសង្កេតឃើញមើលគឺផ្លែជ្រងល្អមែនទែនបាទអញ្ចឹងបងប្អូនប្រជាកសិករដែលចំណាប់អារម្មណ៍ទាក់ទងនឹងការដាំដុះម្ទេសអីបងប្អូនអាចឆាតក៏ដូចជាសាកសួរនៅក្នុងវីដេអូនេះឬក៏ខមមិននៅខាងក្រោមទៅខ្ញុំនឹងចែករំលែកក៏ដូចជាផ្ដល់យោបល់ផ្សេងទាក់ទងទៅនឹងការដាំដុះម្ទេសបាទម្ទេសនេះគឺយើងអាចដាំលាតក៏បានឬក៏យើងដាំគ្របថង់ក៏បានដែរបើសិនជានៅក្នុងរដូវវស្សាខ្ញុំលើកទឹកចិត្តឲ្យបងប្អូនប្រជាកសិករបើសិនជាមានលទ្ធភាពគឺអាចនឹងគ្របថង់បាទគឺវាល្អមែនទែនដោយសារតែយើងមិនពិបាកក្នុងការសម្អាតស្មៅបើសិនជាយើងដាំលាតដោយកសិករអញ្ចឹងក៏បានដែរប៉ុន្តែវាពិបាកក្នុងការសម្អាតស្មៅបាទគឺផ្លែរបស់វាគឺផ្លែអញ្ចឹងបងប្អូនណាហើយគាត់អាចប្រមូលផលបាន2អញ្ចឹងគាត់អាចបេះខ្ចីក៏បានឬក៏បេះទុំក៏បានឬក៏អ្នកទិញខ្លះទៀតគឺគាត់ចង់បានទាំងពីរចង់បានទាំងខ្ចីទាំងទុំអញ្ចឹងកសិករគាត់អាចសម្របសម្រួលជាមួយអ្នកទិញបាទសូមអរគុណជួបគ្នាវីដេអូក្រោយ